เดียวลงเรียบร้อยថ្ងៃនេះមិនត្រឹមតែកម្ពុជាទេសូម្បីតែឥណ្ឌាក៏ចេញមុខថ្កោលទោសថៃយ៉ាងធ្ងន់ធ្ងរចំពោះការបំផ្លាញរូបសំណាកព្រះវិស្ណុដែលជាអាទិទេពដ៏ខ្ពង់ខ្ពស់ដែលប្រជាជនឥណ្ឌាគោរពបូជាក្រោយមានប្រតិកម្មនេះទាហានថៃបានឆ្លើយតបយ៉ាងប្រហើនថារូបសំណាកនេះខ្មែរមិនមែនសាងសង់ឡើងដើម្បីគោរពបូជាអ្វីទេគឺជាលំហសិល្បៈតែប៉ុណ្ណោះមកដល់ចំណុចនេះមហាជននិងសហគមន៍អន្តរជាតិបែរជាលែងមានមន្ទិលទៀតហើយថាតើនរណាអ្នកឈ្លានពានពិតប្រាកដហើយនរណាដែលមានចិត្តព្រៃផ្សៃទង្វើរបស់ទាហានថៃនៅពេលនេះមិនត្រឹមតែរំលោភលើច្បាប់សង្គ្រាមសិទ្ធិមនុស្សប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សាសនាទៀតផងចំណែកលោកអនុទានវិញបានប្រើសម្ដីអួតអាងហួសថ្លែងដោយពោលថាការបំផ្លាញរូបសំណាកនេះមិនស្មើនឹងការលះបង់ជីវិតរបស់ទាហានថៃឡើយខណៈដែលស្ថានភាពផ្ទៃក្នុងរបស់ថៃកំពុងតែប្រឡាក់ប្រតាក់និងច្របូកច្បល់ការថ្កោលទោសពីសំណាក់ឥណ្ឌាទោះមិនមែនជាសម្ពាធយោធាផ្ទាល់ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាលនិងប្រជាជនថៃជាពិសេសគឺប៉ះពាល់ដល់វិស័យទេសចរដែលជាឆ្នាំងបាយរបស់ថៃសកម្មភាពនេះមិនត្រឹមតែប្រមាថកម្ពុជាទេប៉ុន្តែថៃកំពុងតែបិទច្រកខ្លួនឯងបើថៃសុំទោសឥណ្ឌាស្មើនឹងការទទួលស្គាល់ថាខ្លួនឯងបានឈ្លានពានទឹកដីកម្ពុជាពិតប្រាកដប៉ុន្តែបើគេនៅតែមានអំណួតថាខ្លួនត្រូវជានិច្ចគេនឹងកាន់តែឯកោលើឆាកអន្តរជាតិក្រឡេកមកមើលរឿងលេះគ្រាប់មីនវិញមហាជននិងអន្តរជាតិកំពុងដាក់សញ្ញាសួរថាតើការប៉ះទង្គិចគ្នាជាច្រើនថ្ងៃមកនេះហេតុអ្វីមិនដែលឃើញមានអ្នកណាជន់មីនទើបតែមកផ្ទុះនៅថ្ងៃនេះរឿងលេះមីននេះទំនងជាថៃកំពុងរងសម្ពាធការទូតពីអាមេរិកទើបព្យាយាមរៀបចំផុសតាំងថ្មីដើម្បីទម្លាក់កំហុសឲ្យកម្ពុជានិងរកលេសបន្តការវាយប្រហារទោះបីជាកិច្ចការទូតមិនទាន់បើកចំហប៉ុន្តែចិននិងអាមេរិកហាក់កំពុងតាមដានយ៉ាងដិតដល់ខណៈដែលកងទ័ពកម្ពុជាកំពុងតស៊ូយ៉ាងស្វិតស្វាញនៅសមរភូមិមានអត្ថបទវិភាគមួយបានលើកឡើងថាទី1ថៃមានផែនការវាយកម្ពុជាឲ្យទន់ដៃដើម្បីបង្ខំឲ្យកម្ពុជាជ្រើសរើសរវាងអាមេរិកឬចិនរួចប្រែក្លាយទឹកដីកម្ពុជាជាទីលានឲ្យមហាអំណាចទាំងពីរចូលគ្នាទី2ប៉ុន្តែកម្ពុជាដឹងខ្លួនមុនដែលបានងាកទៅរកភាពគៀកកិតជាមួយម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានដើម្បីបង្ហាញថាកម្ពុជារក្សាតុល្យភាពជាមួយមហាអំណាចមិនទាញនរណាមកលោកឡំផ្ដេសផ្ដាស់ហើយប្រឹងដោះស្រាយតាមយន្តការ GBC ដែលមានស្រាប់និងអាស៊ានជាដើមទោះមិនបានផលអ្វីក៏ដោយដូច្នេះកុំផ្លែកចិត្តដំបូងម្នាក់បារម្ភថាត្រាំអាចនឹងសង្កត់កម្ពុជាបន្ថែមឬស្កេមប៉ុន្តែផ្ទុយទៅវិញត្រាំបែរជាដកសម្ពាធហើយបើកច្រកសេដ្ឋកិច្ចឬយោធាឲ្យកម្ពុជាវិញហើយថាកម្ពុជាជាដៃគូសហការល្អក្នុង Indo-Pacific ថែមទៀតងាកទៅរកថៃវិញក្រឡាដែលបានរៀបចំគឺគណនាខុសទាំងអន្តរជាតិនិងយោធាចំនួនដែលថៃអូសបន្លាយឲ្យទៅជាសង្គ្រាមនេះនឹងនាំឲ្យខាតបង់ទាំងសងខាងប៉ុន្តែអ្នកដែលនឹងត្រូវអន្តរជាតិដាក់សម្ពាធខ្លាំងបំផុតគឺភាគីថៃព្រោះខ្លួនជ្រុលទៅចង់ឈ្នះជ្រុលហួសហេតុហើយអំនួតសង្គ្រាមនេះមិនទាន់ចប់ទេហើយសត្រូវនៅមាត់ទ្វារផ្ទះយើងនៅឡើយសូមបន្តបំពេញការងារធម្មតាដើម្បីរកចំណូលសម្រាប់គ្រួសារនិងសល់ខ្លះជួយដល់ជនភៀសសឹកនិងកុមារដែលកំពុងត្រូវការជំនួយសំខាន់បំផុតសូមកុំធ្លាក់ក្នុងអន្ទាក់ព័ត៌មានដែលនាំឲ្យស្លន់ស្លោ